ក្រមព្រំដែននៃព្រះរាជាណាចក្រកម្ពុជាមាត្រា284ដល់មាត្រា296មាត្រា284បទសញ្ចារកម្មសញ្ចារកម្មគឺជាអំពើមួយទាញយកអត្ថប្រយោជន៍ហិរញ្ញវត្ថុពីអំពើបេសកចាររបស់អ្នកដទៃ 2. ជួយឬការពារអំពើបេសកចាររបស់អ្នកដទៃឬរៀបចំតាមគ្រប់មធ្យោបាយនៅសកម្មភាពបេសកចារ 3. ជ្រើសរើសពង្រត់ឬអូសទាញបុគ្គលណាមួយឲ្យធ្វើអំពើបេសកចារ 4. ធ្វើការគៀបសង្កត់លើបុគ្គលណាមួយដើម្បីឲ្យបុគ្គលនោះធ្វើបេសកចារ សញ្ចារកម្មត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី2ឆ្នាំទៅ5ឆ្នាំនិងពិន័យជាប្រាក់ពី4លានរៀលទៅ10លានរៀលមាត្រា285បទអន្តរការរវាងបុរសឬស្ត្រីបេសកចារនិងសញ្ចារិកឬសញ្ចារិកាអំពើធ្វើជាអន្តរការីរវាងបុរសឬនារីឬស្ត្រីបេសកនិងសញ្ចារិកឬសញ្ចារិកាត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី2ឆ្នាំទៅ5ឆ្នាំនិងពិន័យជាប្រាក់ពី4លានរៀលទៅ10លានរៀលមាត្រា286ធនធានដែលបានមកពីសញ្ចារកម្មអំពើរបស់ជនណាដែលបានជួយសម្រួលឬបិទបាំងនៅធនធានដែលខ្លួនបានដឹងថាបានមកពីអំពើសញ្ចារកម្មឬត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី2ឆ្នាំទៅ5ឆ្នាំនិងពិន័យជាប្រាក់ពី4លានរៀលទៅ10លានរៀលត្រូវផ្តន្ទាទោសដូចគ្នាផងដែរចំពោះបុគ្គលដែលមិនអាចបញ្ជាក់អំពីប្រភពធនធានរបស់ខ្លួនដោយរស់នៅជាមួយជនដែលធ្វើសកម្មភាពបេសកចារជាប្រចាំឬដោយសារមានទំនាក់ទំនងជាទម្លាប់ជាមួយជនម្នាក់ឬច្រើនអ្នកដែលធ្វើសកម្មភាពបេសកចារមាត្រា287បទរារាំងដល់ការបង្ការអំពើបេសកចារអំពើរារាំងដល់ការបង្ការការជួយឬការអប់រំជាថ្មីដោយសេវាសាធារណៈឬដោយអង្គការឯកជនដែលមាននីតិសម្បទាដែលធ្វើឡើងដើម្បីអនុគ្រោះដល់បុគ្គលដែលប្រព្រឹត្តបេសកចារឬកំពុងមានគ្រោះថ្នាក់ដោយការធ្វើបេសកចារត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី2ឆ្នាំទៅ5ឆ្នាំនិងពិន័យជាប្រាក់ពី4លានរៀលទៅ10លានរៀលមាត្រា288ស្ថានទម្ងន់ទោសទាក់ទងទៅនឹងចារីសញ្ចារកម្មត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី5ឆ្នាំទៅ10ឆ្នាំក្នុងករណីដូចខាងក្រោមនេះ 1. កាលបើសញ្ចារិកសញ្ចារិកាឬជនជាមេបេសកជាបុព្វញាតិឬបច្ឆាញាតិរបស់បុគ្គលដែលធ្វើបេសកចារ 2. កាលបើសញ្ចារិកសញ្ចារិកាឬជនជាមេបេសករំលោភអំណាចដែលមុខងាររបស់ខ្លួនផ្ដល់ឲ្យទៅលើបុគ្គលដែលធ្វើបេសកចារ 3. កាលបើសញ្ចារិកសញ្ចារិកាឬជនជាមេបេសកប្រើអំពើហិង្សាឬការបង្ខិតបង្ខំចំពោះបុគ្គលដែលធ្វើបេសកចារ 4. កាលបើសញ្ចារកម្មត្រូវបានប្រព្រឹត្តជាមួយជាក្រុមមានការចាត់តាំង 5. កាលបើសញ្ចារកម្មត្រូវបានប្រព្រឹត្តលើបុគ្គលច្រើនអ្នកធ្វើបេសកចារមាត្រា289ស្ថានទម្ងន់ទោសទាក់ទងទៅនឹងជនរងគ្រោះសញ្ចារកម្មត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី7ឆ្នាំទៅ15ឆ្នាំកាលបើបុគ្គលដែលធ្វើបេសកចារនោះជាអនិច្ចជនមាត្រា290ស្ថានទម្ងន់ទោសដោយសារការធ្វើទារុណកម្ម
ឬអំពើឃោរឃៅសញ្ចារកម្មត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី10ឆ្នាំទៅ20ឆ្នាំកាលបើសញ្ចារិកសញ្ចារិកាឬជនជាមេបេសកបានប្រើប្រាស់ទារុណកម្មឬអំពើឃោរឃៅចំពោះបុគ្គលដែលធ្វើបេសកកម្មមាត្រា291បទដឹកនាំគ្រប់គ្រងគ្រឹះស្ថានសម្រាប់ធ្វើបេសកកម្មអំពើគ្រប់គ្រងធ្វើអាជីវកម្មដឹកនាំធ្វើឲ្យដំណើរការឬចេញប្រាក់ឲ្យគ្រឹះស្ថានបេសកកម្មដោយផ្ទាល់ឬតាមរយៈអន្តរការីត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី2ឆ្នាំទៅ5ឆ្នាំនិងពិន័យជាប្រាក់ពី4លានរៀលទៅ10លានរៀលមាត្រា292បទយល់ព្រមឲ្យធ្វើសកម្មភាពបេសកកម្មនៅក្នុងគ្រឹះស្ថានត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី2ឆ្នាំទៅ5ឆ្នាំនិងពិន័យជាប្រាក់ពី4លានរៀលទៅ10លានរៀលអំពើរបស់អ្នកដែលគ្រប់គ្រងធ្វើអាជីវកម្មដឹកនាំឬធ្វើឲ្យដំណើរការនៅគ្រឹះស្ថានណាមួយដែលបើកចំហដល់សាធារណជនដោយផ្ទាល់ឬតាមរយៈអន្តរការីបានយល់ព្រមឬបានអនុគ្រោះមួយឲ្យបុគ្គលណាម្នាក់ប្រព្រឹត្តជាប្រចាំនៅបេសកកម្មនៅក្នុងគ្រឹះស្ថានឬនៅក្នុងឧបសម្ព័ន្ធរបស់គ្រឹះស្ថាន 2. ឲ្យបុគ្គលណាម្នាក់រកជាប្រចាំនៅភ្ញៀវដើម្បីធ្វើបេសកកម្មនៅក្នុងគ្រឹះស្ថានឬនៅក្នុងឧបសម្ព័ន្ធរបស់គ្រឹះស្ថានមាត្រា293បទដាក់ឲ្យប្រើប្រាស់ទីកន្លែងសម្រាប់ធ្វើបេសកកម្មត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី2ឆ្នាំទៅ5ឆ្នាំនិងពិន័យជាប្រាក់ពី4លានរៀលទៅ10លានរៀលចំពោះបុគ្គលដែលលក់ឬដាក់ឲ្យបុគ្គលណាម្នាក់ប្រើប្រាស់ទីកន្លែងដែលមិនមែនប្រើប្រាស់ដោយសាធារណជនដោយដឹងជាក់ច្បាស់ថាបុគ្គលនោះនឹងប្រើប្រាស់ទីកន្លែងនោះសម្រាប់ធ្វើសកម្មភាពបេសកកម្មមាត្រា294ការប៉ុនប៉ងប្រព្រឹត្តបទបញ្ឆិមដែលមានចែងក្នុងផ្នែកនេះត្រូវផ្តន្ទាទោសដូចគ្នានឹងបទបញ្ឆិមខាងលើដែរមាត្រា295ទោសបន្ថែមប្រភេទនិងរយៈពេលចំពោះបទល្មើសដែលមានចែងក្នុងផ្នែកនេះទោសបន្ថែមដូចតទៅនេះអាចត្រូវបានប្រកាស 1. ការដកសិទ្ធិខ្លះជាពលរដ្ឋជាស្ថាពរឬសម្រាប់រយៈពេល5ឆ្នាំយ៉ាងច្រើន 2. ការហាមឃាត់ចំពោះការប្រកបវិជ្ជាជីវៈកាលបើបទល្មើសនេះបានប្រព្រឹត្តនៅក្នុងការប្រកបវិជ្ជាជីវៈឬនៅក្នុងឱកាសនៃការប្រកបវិជ្ជាជីវៈនេះជាស្ថាពរឬសម្រាប់រយៈពេល5ឆ្នាំយ៉ាងច្រើន 3. ការហាមឃាត់ចំពោះការស្នាក់នៅសម្រាប់រយៈពេល10ឆ្នាំយ៉ាងច្រើនចំពោះបទឧក្រិដ្ឋឬសម្រាប់រយៈពេល5ឆ្នាំយ៉ាងច្រើនចំពោះបទបញ្ឆិម 4. ការហាមឃាត់ដល់ទណ្ឌិតបរទេសចំពោះការចូលឬការស្នាក់នៅក្នុងដែនដីនៃព្រះរាជាណាចក្រកម្ពុជាជាស្ថាពរឬសម្រាប់រយៈពេល5ឆ្នាំយ៉ាងច្រើន 4. ការរឹបអូសឧបករណ៍សម្ភារៈឬវត្ថុណាមួយដែលប្រើប្រាស់សម្រាប់ប្រព្រឹត្តបទល្មើសឬដែលមានគោលដៅប្រព្រឹត្តបទល្មើស 6. ការរឹបអូសវត្ថុឬមូលនិធិដែលជាកម្មវត្ថុនៃបទល្មើស 7. ការរឹបអូសផលទុននិងទ្រព្យសម្បត្តិដែលជាផលកើតចេញពីបទល្មើស 8. ការរឹបអូសឧបភោគភណ្ឌសម្ភារៈឬចលនវត្ថុនៅក្នុងទីកន្លែងដែលបទល្មើសនោះបានប្រព្រឹត្តឡើង 9. ការរឹបអូសយានជំនិះរបស់ទណ្ឌិតមួយគ្រឿងឬច្រើនគ្រឿង 10. ការហាមឃាត់ចំពោះការកាន់កាប់ឬការយកតាមខ្លួននៅអាវុធគ្រឿងផ្ទុះនិងគ្រាប់រំសេវគ្រប់ប្រភេទជាស្ថាពរឬសម្រាប់រយៈពេល5ឆ្នាំយ៉ាងច្រើន 11. ការបិទគ្រឹះស្ថានដែលប្រើប្រាស់សម្រាប់ត្រៀមឬប្រព្រឹត្តបទល្មើសជាស្ថាពរឬសម្រាប់រយៈពេល5ឆ្នាំយ៉ាងច្រើន 12. ការហាមឃាត់ចំពោះការធ្វើអាជីវកម្មលើគ្រឹះស្ថានដែលបើកចំហដល់សាធារណជនឬដែលប្រើប្រាស់ដោយសាធារណជនជាស្ថាពរឬសម្រាប់រយៈពេល5ឆ្នាំយ៉ាងច្រើន 13. ការបិទផ្សាយសេចក្តីសម្រេចផ្តន្ទាទោសសម្រាប់រយៈពេល2ខែយ៉ាងច្រើន 14. ការផ្សាយសេចក្តីសម្រេចផ្តន្ទាទោសនៅក្នុងសារព័ត៌មាន 15.
ការផ្សាយសេចក្តីសម្រេចផ្តន្ទាទោសតាមគ្រប់មធ្យោបាយទូរគមនាគមន៍សោតទោសសម្រាប់រយៈពេល8ថ្ងៃយ៉ាងច្រើនមាត្រា296ការទទួលខុសត្រូវព្រហ្មទណ្ឌរបស់នីតិបុគ្គលនីតិបុគ្គលអាចត្រូវបានប្រកាសថាត្រូវទទួលខុសត្រូវព្រហ្មទណ្ឌតាមលក្ខខណ្ឌដែលមានចែងក្នុងមាត្រា42ការទទួលខុសត្រូវព្រហ្មទណ្ឌរបស់នីតិបុគ្គលនៃក្រមនេះចំពោះបទល្មើសដែលមានចែងនៅក្នុងផ្នែកនេះនីតិបុគ្គលត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពី10លានរៀលទៅ50លានរៀលព្រមទាំងទោសបន្ថែមណាមួយឬច្រើនដូចទៅនេះ 1. ការរំលាយតាមបែបបទកំណត់ដោយមាត្រា170ការរំលាយនិងការជំរះបញ្ជីនៃនីតិបុគ្គលនៃក្រមនេះ 2. ការដាក់ឲ្យស្ថិតនៅក្រោមការត្រួតពិនិត្យតាមដានរបស់តុលាការតែបែបបទកំណត់ដោយមាត្រា171ការដាក់ឲ្យស្ថិតនៅក្រោមការត្រួតពិនិត្យតាមដានរបស់តុលាការនៃក្រមនេះ 3. ការហាមឃាត់ចំពោះការធ្វើសកម្មភាពមួយឬច្រើនតាមបែបបទកំណត់ដោយមាត្រា172ការហាមឃាត់ចំពោះការធ្វើសកម្មភាពនៃក្រមនេះ 4. ការបិទគ្រឹះស្ថានដែលប្រើប្រាស់សម្រាប់ប្រព្រឹត្តបទល្មើសតាមបែបបទកំណត់ដោយមាត្រា176ការបិទគ្រឹះស្ថាននៃក្រមនេះ 5. ការហាមឃាត់ចំពោះការធ្វើអាជីវកម្មលើគ្រឹះស្ថានដែលបើកចំហដល់សាធារណជនឬដែលប្រើប្រាស់ដោយសាធារណជនតាមបែបបទកំណត់ដោយមាត្រា177ការហាមឃាត់ចំពោះការធ្វើអាជីវកម្មលើគ្រឹះស្ថាននៃក្រមនេះការរឹបអូសឧបករណ៍សម្ភារៈឬវត្ថុណាមួយដែលប្រើប្រាស់សម្រាប់ប្រព្រឹត្តបទល្មើសឬដែលមានគោលដៅសម្រាប់ប្រព្រឹត្តបទល្មើសតាមបែបបទកំណត់ដោយមាត្រា178ការរឹបអូសកម្មសិទ្ធិការលក់ការបំផ្លាញចោលវត្ថុរឹបអូសនិងមាត្រា179ការរឹបអូសនិងសិទ្ធិតេយ្យជននៃក្រមនេះការរឹបអូសវត្ថុឬមូលនិធិដែលជាកម្មវត្ថុនៃបទល្មើសតាមបែបបទកំណត់ដោយមាត្រា178ការរឹបអូសកម្មសិទ្ធិការលក់ការបំផ្លាញចោលវត្ថុរឹបអូសនិងមាត្រា179ការរឹបអូសនិងសិទ្ធិតេយ្យជននៃក្រមនេះ 8. ការរឹបអូសផលទុនឬទ្រព្យសម្បត្តិដែលជាផលកើតចេញពីបទល្មើសតាមបែបបទកំណត់ដោយមាត្រា178ការរឹបអូសកម្មសិទ្ធិការលក់ការបំផ្លាញចោលវត្ថុរឹបអូសនិងមាត្រា179ការរឹបអូសនិងសិទ្ធិតេយ្យជននៃក្រមនេះ 9. ការបិទផ្សាយសេចក្តីសម្រេចផ្តន្ទាទោសតាមបែបបទកំណត់ដោយមាត្រា180ការបិទផ្សាយសេចក្តីសម្រេចនៃក្រមនេះ 10. ការផ្សាយសេចក្តីសម្រេចផ្តន្ទាទោសនៅក្នុងសារព័ត៌មានសរសេរឬការផ្សាយតាមគ្រប់មធ្យោបាយទូរគមនាគមន៍សោតទោសតាមបែបបទកំណត់ដោយមាត្រា181ការផ្សាយសេចក្តីសម្រេចតាមមធ្យោបាយទូរគមនាគមន៍សោតទោសជាអាតនៃក្រមនេះ